កាលពីព្រេងនាយនៅជីទន្លេមួយមានទន្សាយឆ្លាតវៃមួយក្បាលនិងក្រពើចាស់ពូកែហែលទឹកមួយក្បាលរស់នៅថ្ងៃមួយទន្សាយចង់ឆ្លងទន្លេទៅកាន់វាលស្មៅម្ខាងទៀតដើម្បីស្វែងរកអាហារស្រស់ៗបរិភោគប៉ុន្តែទន្លេនោះជ្រៅនិងមានក្រពើជាច្រើនទន្សាយគិតបែបនេះប្រសិនបើខ្ញុំហែលទៅដោយផ្ទាល់ក្រពើនឹងស៊ីខ្ញុំបាត់មិនខានទេគិតដូច្នេះហើយទើបទន្សាយប្រាក់ឧបាយកលដោយនិយាយថាអើយក្រពើបងប្អូនយ៉ាងអស់ព្រះបាទបានបញ្ជាឲ្យខ្ញុំមករាប់ចំនួនក្រពើដើម្បីចែកអាហារឲ្យអ្នកទាំងអស់គ្នាបរិភោគក្រពើឮដូច្នេះរំភើបណាស់វានឹកថានឹងមានអាហារពិសេសពីព្រះរាជាដូច្នេះក្រពើទាំងអស់ហែលមកជួរពេញទន្លេទន្សាយញញឹមបន្ទាត់មកលោតពីខ្លួនក្រពើមួយទៅមួយដោយរាប់1 2 3ទន្សាយដើរពីលើក្រពើពីចុងម្ខាងដល់ចុងម្ខាងទៀតហើយទន្សាយក៏លោតចុះដល់ត្រើយហើយសើចថាអាយ៉ាខ្ញុំមិនមែនមករាប់ក្រពើចែកអាហារឲ្យអ្នកទេប៉ុន្តែខ្ញុំមកប្រើខ្លួនអ្នកទាំងអស់គ្នាឲ្យជាស្ពានឆ្លងទន្លេទេតើក្រពើខាងណាស់ប៉ុន្តែមិនអាចធ្វើអីបានទេព្រោះទន្សាយបានឆ្លងទៅហើយក្រោយមកទន្សាយបានរៀនថាបើសិនជាអ្នកចង់រស់នៅល្អក្នុងពិភពលោកនេះអ្នកត្រូវប្រើបញ្ញានិងភាពឆ្លាតវៃដើម្បីជៀសវាងគ្រោះថ្នាក់ទីលីកាសារៈអប់រំមនុស្សឆ្លាតវៃអាចប្រើបញ្ញាដើម្បីជះឥទ្ធិពលលើអ្នកខ្លាំងជាងខ្លួនកុំជឿលើពាក្យរបស់អ្នកដទៃដោយមិនគិតពិចារណា